បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺមេរៀនទី2សិក្សាទៅលើកម្មវិធី iCloud 8បាទមេរៀនទី2នេះគឺការដាក់ចលនានៅលើតួអង្គតោះយើងទៅរកតួអង្គមួយមកយើងយកតួអង្គនៅក្នុងនេះក៏បាននៅក្នុងកម្មវិធីនេះបាទតែដើម្បីភាពងាយស្រួលខ្ញុំសូមបង្ហាញយកតួអង្គពីខាងក្រៅវិញព្រោះភាគច្រើនយើងផលិតតួអង្គដោយខ្លួនឯងមែនទេអញ្ចឹងយើងត្រូវការតួអង្គប្លែកៗអញ្ចឹងខ្ញុំអូសយកតួអង្គដដែលចូលមកអូសចឹងមកចលនាវាមានចលនាខាងក្នុងកម្មវិធីនេះនិងចលនាខាងក្រៅនោះគឺយើង down ចេញពី website ផ្សេងៗអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញពីចលនាការប្រើប្រាស់ចលនានៅក្នុង iCloud 8តែម្ដងណាអញ្ចឹងមុននឹងធ្វើការយើងចូលមកកន្លែង animation នេះមកបន្ទាប់ពីចូលមកដល់ animation យើងបើកកន្លែងនេះមករួចហើយយើងឃើញពាក្យថា motion ណាចុចលើវាមកបើកវាមកខាងលើគេដាក់ human male ប៉ុន្តែប្រុសសកម្មភាពមនុស្សប្រុសយើងបើកមកអានេះជាបើឃើញបែបនេះបើវាចេញអត់ចេញបែបនេះយើងចុច right click ហើយយើងដាក់កន្លែង tick នេះមកដកមកឃើញហ្នឹងវាមានចលនាឈរបាទនេះជាចលនាឈរ mode នេះគឺចលនាដើរប៉ុន្តែដើរនេះគឺលក្ខណៈដើរអត់ទៅមុខទេចលនាក្នុងហ្នឹងណា perform សម្រាប់ perform នេះគឺជាចលនាទៅមុខតោះណាចលនាទៅមុខសម្រាប់ mode នេះគឺអត់ទៅមុខទេចាំមើលណាខ្ញុំដាក់ឲ្យមើលអូនេះទៅមុខអត់ទៅមុខទេដើរនៅមួយកន្លែងអញ្ចឹងចង់បានថាចលនាក្នុងនេះខ្ញុំមិនប្រើទេខ្ញុំអត់ណែនាំប្រើទេណាបាទអញ្ចឹងចលនាដែលយើងត្រូវប្រើនោះវាមានដូចជាឈរអញ្ចឹងយើងអូសចូលមកបើថាឈរអីយើងប្រើទៅឈរណាឈរមួយកន្លែងឈរស្ដាប់គេនិយាយអីចឹងទៅឈរមើលនេះមើលនោះចឹងណាបាទហើយមួយទៀតខ្ញុំលើកវិញ perform នេះបើបងប្អូនចង់បានចលនាតាមសាច់រឿងលក្ខណៈមនុស្សដើរគិតណាបាទមនុស្សដើរគិតនេះ boxing នេះលក្ខណៈតួអង្គដើរគិតចំសាច់រឿងដែលយើងតម្រូវឲ្យមានមនុស្សទូការដើរគិតចឹងណានេះបាទឃើញហើយកន្លែងនេះបងប្អូនអាច zoom out មក zoom out ឲ្យវា zoom មើលបាទឃើញទេលក្ខណៈដើរគិតអាហ្នឹងយើងប្រើចលនានៅក្នុងកម្មវិធីហ្នឹងហើយខាងក្រោមនេះបងប្អូនទាំងគ្នាចុចមើល human female នេះចលនាមនុស្សស្រីទេអានេះចលនាមនុស្សស្រីហ្នឹងហើយបាទឥឡូវខ្ញុំទាញនៅចលនាខាងក្រៅចូលវិញអានេះខ្ញុំប្រាប់ចលនាខាងក្រៅហ្នឹងគឺខ្ញុំមានជាខ្ញុំមានចលនាណាចលនារបស់ខ្ញុំហ្នឹងហើយឥឡូវខ្ញុំយកចលនាដើរមួយនេះណាខ្ញុំអូសចូលមកយើងគាត់អូសចលនាមកដាក់អញ្ចឹងមកណាបាទហើយខ្ញុំនឹង play ឃើញទេគឺវាដើរទៅមុខបែបហ្នឹងអញ្ចឹងបានខ្ញុំភាគច្រើនខ្ញុំធ្វើរឿងគឺខ្ញុំយកទៅចលនាក្រៅដាក់ទេព្រោះវាល្អជាងខាងក្នុងនេះណាបាទអញ្ចឹងវីដេអូនេះគឺការដាក់ចលនានៅលើតួអង្គគឺមានតែប៉ុណ្្នឹងណាបាទជួបគ្នានៅមេរៀនក្រោយ